បើសិនជាបងប្អូនអត់ចូលចិត្តស្លដែលមានទឹកណាបងប្អូនអាចសាកធ្វើម្ហូបមួយមុខនេះបានគឺថាងាយក្នុងការធ្វើផងដែរគឺតែយើងឆាសាច់មាន់ជាមួយនឹងបន្លែដូចជាដំបូងឡើយខ្ញុំចាប់ផ្ដើមធ្វើការហាន់ខ្ទឹមមកយើងជាចំណិតហើយខ្ញុំអត់ចង់សើញច្រាមទេខ្ញុំចង់ជាចំណិតអញ្ចឹងហើយក្រោយទៀតបន្លែរបស់ខ្ញុំមានម្ទេសផ្លោកក៏ដូចជាការ៉ុតខ្ទឹមក្រហមនិងជាកដោផងដែរបាទហើយខ្ញុំធ្វើការហាន់ជាចំណិតមិនឲ្យធំពេកហើយក៏មិនឲ្យតូចពេកដែរសម្រាប់ជាកដោវិញបើសិនជាបងប្អូនអត់ចូលចិត្តក៏មិនណាក៏បានដែរហើយខ្ញុំប្រើខ្ទឹមក្រហមខ្លះហើយនឹងការ៉ុតហើយការការ៉ុតទៀតសោតខ្ញុំហាន់ជាចំណិតយ៉ាងស្ដើងបន្តិចដើម្បីឲ្យងាយស្រួលក្នុងការឆាទៅវាឆាប់បានទន់ល្អពីព្រោះការ៉ុតវារឹងបន្តិចហើយក្រោយមកទៀតខ្ញុំក៏ហាន់ស្លឹកខ្ទឹមបន្ទាប់មកក៏ចាប់ផ្ដើមហាន់សាច់មាន់របស់យើងហើយខ្ញុំយកសាច់មាន់ខ្ញុំយកឡើងស្លាបបងប្អូនបាទហើយមាន់នេះមិនមែនមាន់សែមាន់3សាសហើយក្រោយមកទៀតក្រោយពីបានហាន់រួចហើយខ្ញុំហាន់យ៉ាងធំដែរក្រោយមកយើងយកដាក់អំពងបន្តិចដើម្បីឲ្យបានរាងក្រៀមល្អបាទហើយយើងអត់សូវប្រើភ្លើងខ្លាំងទេយើងជៀសវាងការខ្លោចហើយណាមួយមាន់3សាសដល់យើងអំពងទៅបានសាច់ល្អផងដែរបាទក្រោយពីបានបំពងកថារៀងក្រៀមបន្តិចល្អហើយក៏ខ្ញុំចាប់ដើមធ្វើការដុសចេញបងប្អូនបាទមិនចង់ឲ្យក្រៀមខ្លាំងពេកទេខ្លាចវាឆាទៅអត់ចូលជាតិហើយក្រោយមកទៀតក៏ចាប់ដើមដាក់តែខ្ទឹមដែលយើងបានហាន់ជាចំណិតជាមួយនឹងម្ទេសដែលយើងបានហាន់រួចហើយក៏យើងធ្វើការដាក់សាច់មាន់ចូលបងប្អូនហើយមុខម្ហូបមួយមុខនេះគឺស្រួលធ្វើមែនតើបាទក្រោយពីយើងដាក់សាច់មាន់ហើយយើងដាក់ទឹកស៊ីអ៊ីវបន្តិចយើងដាក់ប្រេងខ្យងបន្តិចយើងដាក់ស្ករសដាក់ទឹកម្ទេសដាក់ប៊ីចេងដាក់រ៉ូឌីហើយក៏ខ្ញុំបន្ថែមទឹកបន្តិចដែរដើម្បីជៀសវាងនៅការខ្លោចបាទហើយក្រោយពីដាក់គ្រឿងរួចហើយក៏យើងឆាពី3ត្រឡប់មកហើយយើងអត់សូវប្រើភ្លើងខ្លាំងពេកទេកាលណាដែលប្រើភ្លើងខ្លាំងវាអាចនឹងខ្លោចហើយឆាដើម្បីឲ្យសាច់មាន់របស់យើងចូលជាតិជាមួយនឹងគ្រឿងរបស់យើងបានល្អក៏ខ្ញុំចាប់ដើមធ្វើការដាក់ការ៉ុតដាក់បន្លែដែលយើងបានហាន់រួចទុកមួយយ៉ាងលើហើយដាក់យើងឆាចូលគ្នាដើម្បីឲ្យចូលជាតិល្អមែនតែនទៅខ្ញុំអត់ឆាឲ្យឆ្អិនរលួយពេកនោះទេក៏ប៉ុន្តែខ្ញុំឆាឲ្យសពល្មមដើម្បីយើងអាចងាយស្រួលក្នុងការទទួលទានផងដែរមែនតែនទៅម្ហូបមួយមុខនេះបងប្អូនអាចសាកធ្វើបានហើយឆ្ងាញ់ខ្ញុំក៏មើលវីដេអូពីចិនមកអីដែរខ្ញុំអាចរៀនធ្វើតាមមុខម្ហូបមួយមុខនេះតាមពីវីដេអូចិនដែរបងប្អូនប៉ុន្តែខ្ញុំសាកធ្វើរួចហើយវាឆ្ងាញ់មែនតែនក៏រៀនធ្វើថតមកបង្ហាញជូនបងប្អូនទាំងអស់គ្នាបានទស្សនាផងដែរបាទឥឡូវឃើញថាម្ហូបរបស់យើងបានឆ្អិនរួចរាល់ហើយបងប្អូនហើយជះក្លិនឡើងឈ្ងុយតែម្ដងបងប្អូនណាបើសិនជាបងប្អូនអត់ចូលចិត្តស្លទឹកបងប្អូនអាចសាកធ្វើមកឆាបែបនេះហើយគឺឆ្ងាញ់ហើយអត់តឡន់ទេបងប្អូនបាទហ្នឹងហើយបងប្អូនទាំងអស់គ្នាវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេមកចែកជូនបងប្អូនទាំងអស់គ្នាបានទស្សនាបើសិនជាមានចំណុចខ្វះខាតនៅចំណុចណាមួយក៏សូមបងប្អូនទាំងអស់គ្នាខាន់តែភ័យទោសដល់ខ្ញុំបាទផងហើយជាពិសេសបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មី